Hello, everyone. Let's translate and learn and whatever you can define by yourself with me. Three more English idioms. Okay, chẳng dừng tập dừng chập là bộ bài cho mười nhôm riêng cho mười nhôm rồi có mấy các bạn ở trong này bên mười nhôm của bạn này riêng three more useful idioms. Some kind of idiom គឺសំខាន់ដោយសារតែក្នុងភាសាអង់គ្លេសក៏ដូចភាសាខ្មែរយើងក៏ដូចគ្នាដែរគេប្រើច្រើនណាស់តែខ្លះទៅគេអត់ប្រើជាពាក្យបែប៉ុន្តែគេប្រើជា idiom ដែរយើងជាអ្នករៀនភាសាហ្នឹងយើងអត់សូវបានស្ដាប់យើងអត់សូវបានឃើញណាទៅពេលអញ្ចឹងសុទ្ធតែពាក្យដែលយើងចេះទៅពេលដែលពុំចូលគ្នាទៅជា idiom មកអត់ដឹងទៅគេនិយាយមានន័យថាម៉េចទេ Okay so we can get started and the first one is British English slang a person of a low social class who has a sexual relationship with somebody of a higher class. In British English slang, a person of a low social class who has a sexual relationship with somebody of a higher class. Okay, ចឹង idiom នេះគឺចង់សំដៅទៅលើអង់គ្លេសបែបអង់គ្លេសហើយក៏ដូចជាវិជ្ជាគ្រាមភាសាដែលមនុស្សមួយចំនួនទេដែលថាផ្នែកមួយនៃអង់គ្លេសហ្នឹងនៅប្រទេសអង់គ្លេសដែលគេប្រើអញ្ចឹងវាមានន័យថាសំដៅទៅលើមនុស្សដែលមានឋានៈទាបឬក៏មនុស្សដែលមានជីវភាពរស់នៅទាបដែលគាត់នឹងមានទំនាក់ទំនងស្នេហាទំនាក់ទំនងស្នេហាឬក៏ទំនាក់ទំនងផ្លូវភេទនិយាយប្រែចំណា sexual relationship នេះគឺទំនាក់ទំនងស្នេហាឬក៏ទំនាក់ទំនងផ្លូវភេទជាមួយនរណាម្នាក់ of a higher class ជាមួយនរណាម្នាក់ដែលមានស្ថានភាពរស់នៅឬក៏វណ្ណៈខ្ពស់ជាងគាត់អូខេអញ្ចឹងម្ដងទៀតidiom នេះគេសំដៅទៅលើមនុស្សដែលគាត់មកពីឋានៈទាបដែលគាត់មានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់ដែលមកពីវណ្ណៈខ្ពស់ជាងឬក៏ឋានៈខ្ពស់ជាងហ្នឹងអញ្ចឹងidiom នេះគឺ it's a bit of a rough okay it's a bit of a rough right អញ្ចឹងបើយើងនិយាយថា someone is a bit of a rough គាត់មកពីវណ្ណៈទាបទេប៉ុន្តែគាត់មានទំនាក់ទំនងស្នេហាជាមួយអ្នកដែលមកពីឋានៈខ្ពស់ជាងគាត់អញ្ចឹងណា it's a bit of a rough okay and the next one British English slang the boyfriend or girlfriend of somebody who is already married or in a steady sexual relationship with somebody else okay is he your bit on the side okay again British English slang the boyfriend or girlfriend of somebody who is already married or in a steady relationship with somebody else is he your bit on the side ហើយអញ្ចឹង idiom ទី2នេះគេសំដៅទៅលើអូខេ idiom របស់ជនជាតិអង់គ្លេសហើយជាគ្រាមភាសាដែលគេសំដៅទៅលើជាមិត្តប្រុសឬក៏ជាមិត្តស្រីរបស់នរណាម្នាក់ដែលរៀបការរួចហើយឬក៏ដែលនៅដែលមានទំនាក់ទំនងស្នេហាជាទំនាក់ទំនងស្នេហាជាប់លាប់ជាមួយអ្នកដតីមួយទៀតអូខេខ្ញុំសូមសម្រាយបើន័យថាយើងប្រើ idiom នេះសំដៅទៅលើ boyfriend មនុស្សជាបើន័យថាជាសង្សារប្រុសឬក៏សង្សារស្រីរបស់ជនម្នាក់ដែលគាត់រៀបការហើយជនម្នាក់ហ្នឹងគាត់រៀបការហើយឬក៏ជនម្នាក់ហ្នឹងគាត់មានទំនាក់ទំនងស្នេហាជាមួយអ្នកដតីជាចប់លាប់ហើយអូខេអញ្ចឹងthis idiom is okay a bit on the side ហ្នឹងហើយ a bit on the side okay a bit on the side is he your bit on the side អញ្ចឹងបានថាតើគាត់គឺជាតើគាត់គឺជានិយាយចំទៅវាដូចទៅស្នេហាត្រីកោណអញ្ចឹងណាតើគាត់នឹងគឺជានិយាយថាម៉េចកង់សកួរណាតើគាត់នឹងជាកង់សកួររបស់អ្នកមែនណាអញ្ចឹងទៅហ្នឹងហើយប្រែតែកង់សកួរអញ្ចឹងចោះតើគាត់នឹងគឺជាកង់សកួររបស់អ្នកមែនអញ្ចឹង a bit on the side គេយើងសំដៅទៅលើម្ដងទៀត
មិត្តប្រុសឬក៏មិត្តស្រីរបស់នរណាម្នាក់ដែលរៀបការរួចហើយឬក៏មានទំនាក់ទំនងចប់ឡប់ជាមួយនរណាហើយអញ្ចឹងណា so a bit on the side. Okay, and the last one, British English informal. Small objects or items of various kinds. Okay, British English or informal. Small objects or items of various kinds. អង់គ្លេសបែបអង់គ្លេសហើយជាភាសាសម្រាប់និយាយសំដៅទៅលើវត្ថុឬក៏ហ្នឹងហើយវត្ថុឬក៏របស់របរតូចតូចមកពីប្រភេទផ្សេងផ្សេងគ្នាជារបស់របរតូចតូចមកពីភេទផ្សេងផ្សេងគ្នាអញ្ចឹងណាអញ្ចឹង she stuffed she stuffed all her bits and pieces into a bag and left. She stuffed all her bits and pieces into a bag and left. គាត់ញុកអ្នកញុករបស់របរតូចរបស់របរកតិចកទីតូចតាចរបស់គាត់ហ្នឹងចូលក្នុងកាបូបហើយក៏ចាក់ចេញទៅអញ្ចឹងបានន័យថា idiom ដែលមានន័យថា small របស់របរកពិចកប៉ុកតូចតាចហ្នឹងជាយើងនិយាយថា bits and pieces ឬក៏ bits and bobs គេមកទៀតណា bits and pieces ឬក៏ bits and bobs alright អញ្ចឹងមួយនេះ right. Okay, so thank you so much for today. I'll see you next time. Have a great day and bye.